ចំពោះអ្នកដែលជា fan Thor គួរតែត្រៀមចិត្តឲ្យហើយក៏ព្រោះតែ Chris Hemsworth អាចនឹងបញ្ចប់ភារកិច្ចជាមួយនឹង MCU នៅក្នុងរឿង Avengers Doomsday ហើយនិង Avengers Secret War ត្រង់កន្លែងហ្នឹងគឺខ្ញុំចង់បញ្ជាក់ថាវាអត់មានជា official statement ឬមួយក៏ការប្រកាសជាផ្លូវការថា Chris Hemsworth នឹងឈប់មកលេងតួ Thor ឬមួយក៏មិនទេប៉ុន្តែវាគឺជាការប៉ាន់ស្មានក៏ដូចជាការសន្មត់តាមតម្រុយក៏ដូចជាព័ត៌មានដែលគេបានប្រកាសកន្លងមកគឺហើយបើសិនយើងចង់ដឹងថា Thor គឺស្លាប់ឬមួយក៏អត់ឬមួយក៏ទៅណាអីទៅណីគឺយើងមានតែចាំមើលក្នុងរឿង Avengers Doomsday និង Secret War តែប៉ុណ្្នឹងទេហេតុផលមួយចំនួនធំដែលអាចយើងសន្និដ្ឋានបានថាតួអង្គ Chris Hemsworth ឬមួយក៏ Thor នឹងត្រូវស្លាប់ក្នុង Avengers Doomsday ហ្នឹងគឺនៅសុកគឺគាត់ទៅផុសអីណាវីដេអូក្នុង YouTube Channel របស់គាត់អ្នកនេះអាចចូលទៅមើលបានអី Thank you Legacy of Thor ស្អីណាហើយវីដេអូហ្នឹងនិយាយពីដំណើរអីរបស់គាត់កាត់នៅក្នុងហ្នឹងមកប្រហែលជា2នាទីហើយ caption វិញគឺគាត់បាននិយាយថាការកាន់តួអង្គ Thor គឺជាកិត្តិយសរបស់គាត់មួយដ៏ធំក្នុងជីវិតរបស់គាត់ហើយអស់រយៈពេល10ឆ្នាំដែលគាត់បានកាន់ញោមយូនីហើយនឹងStormbreaker ក្នុងនាមជាអតិថិជននៃផ្គររន្ទះគឺគាត់មានអារម្មណ៍ថាវាពិតជាអស្ចារ្យហើយអ្វីដែលកាន់តែពិសេសហ្នឹងគឺបានចែករំលែកពេលវេលាទាំងអស់ហ្នឹងជាមួយនឹងអ្នកទាំងអស់គ្នាទាំងការសម្ដែងការអសតនិងក្តីស្រឡាញ់មកកន្លងមកនេះហើយតួអង្គមួយហ្នឹងគឺមានអត្ថន័យចំពោះគាត់ខ្លាំងមែនទែនហើយបន្តមកទៀតក៏គាត់បាននិយាយអរគុណទៅកាន់ Marvel Cinematic Universe ឬក៏ MCU ដែលធ្វើឲ្យគាត់នឹងបានកាន់តួអង្គនឹងវាមិនអាចភ្លេចបានអញ្ចឹងហើយគាត់នឹងបង្ហាញមុខនៅក្នុងរឿង Avengers Doomsday និយាយទៅវីដេអូហ្នឹងតាំងវីដេអូតាំងសារតាំង caption នៅក្នុងហ្នឹងគឺអារម្មណ៍ថាដូចជាវីដេអូ farewell វីដេអូលាគ្នាវារៀងចម្លែកខ្លាំងមែនទែនហើយអ្នកនេះខ្លះប្រហែលជាគិតថាអានឹងក្នុងការគេផុសដើម្បីរំលឹកដល់5-10ឆ្នាំដែលគេមកសម្ដែងតួអង្គ Thor នោះទេខ្ញុំអត់ដឹងដែរប៉ុន្តែគ្រាន់ខ្ញុំសង្ឃឹមថាអញ្ចឹងមែនចុះព្រោះថាតួអង្គ Thor នេះឬមួយក៏ Chris Hemsworth មកកាន់តួអង្គ Thor នេះគឺជាការ casting ដែលល្អបំផុតមួយតាំងសម្លេងតាំង physics តាំងបុគ្គលិកលក្ខណៈគឺគាត់នេះ Thor មកពេញលក្ខណៈមកនិយាយទៅតែគឺខ្ញុំមានអារម្មណ៍ថាវាមិនមែនត្រឹមតែជាការ tribute ទេវាមិនមែនត្រឹមជាការដឹងគុណចំពោះការលេងតួអង្គ Thor នេះទេវាចេញមកគឺវីដេអូលាគ្នាចុងក្រោយជាមួយនឹងតួអង្គនឹងហ្មងហើយបន្ថែមពីលើទៅទៀតគឺនៅពេលដែលគេប្រកាស casting ឬមួយក៏ប្រកាសអ្នកសម្ដែងដែលមានវត្តមាននៅក្នុងរឿង Avengers Doomsday ហ្នឹងគឺកៅអីដំបូងគេដែលខ្ញុំចាំអត់ភ្លេចបំផុតគឺ Thor គឺ Chris Hemsworth ចឹងទៅតួអង្គហ្នឹងប្រកាសជាមានតួនាទីសំខាន់ឬមួយក៏អីមួយនៅក្នុងរឿងហ្នឹងដែលគេអាចនឹងតួអង្គនឹងចោលហ្នឹងហើយអាហ្នឹងគឺ head part ទី1តាក់ទងទៅនឹងវីដេអូ YouTube ហ្នឹងhead part ទី2ហ្នឹងគឺតាក់ទងទៅនឹងអ្នកសម្ដែងផ្ទាល់តែម្ដង Chris Hemsworth គាត់បាននិយាយថាគាត់កំពុងតែប្រឈមមុខជាមួយនឹងជំងឺ Alzheimer មិនមែនតន់កើតទេប៉ុន្តែគ្រាន់តែប្រឈមមុខដោយសារតែគាត់ទៅធ្វើតេស្តទៅក៏ឃើញគេថាហ្សែនរបស់គាត់កំពុងតែថាអាចកើតមានជំងឺមួយហ្នឹងដែលជំងឺ Alzheimer ហ្នឹងបើនិយាយសួរថាទៅដូចជំងឺភ្លេចភ្លាំងអីចឹងណាដែលវាកើតមកពីហ្សែនរបស់គាត់តំណពូជអីចឹងទៅយ៉ាងហើយក៏ធ្លាប់បាននិយាយថាអា career acting ឬមួយក៏ការសម្ដែងរបស់គាត់អីហ្នឹងការធ្វើការជាតារាសម្ដែងហ្នឹងគឺគាត់ប្រហែលជាផ្អាកមួយរយៈពេលធំសិនហើយគាត់និយាយអាហ្នឹងតាំងពីការដែលចេញរឿង Avengers ការដែលចេញរឿង Thor Love of Thunder អញ្ចឹងទៅហើយបើនិយាយតាក់ទងទៅនឹងរឿង Thor Love of Thunder នឹងដូចគ្នាអាហ្នឹងក៏ជា head Paul មួយដែលប៉ះពាល់ដល់ Chris Hemsworth ដូចគ្នាដោយសារតែតួគាត់នឹងមានអារម្មណ៍ខុសខ្លាំងមែនទែននៅពេលដែលចេញរឿងមកវាអត់ល្អមើលវាអត់ដូចការរំពឹងទុករបស់អ្នកគ្រប់ត្រូលហើយគាត់ប្រៀបថារឿង Thor ចេញមកមួយវាអត់ទៅជាពេញចិត្តអ្នកគ្រប់ត្រូលបានតែរឿង Thor ដែលរ៉ាក់មួយទេបើ Thor Love of Thunder ហ្នឹងគឺជារឿងមួយដែលបាក់ចកេះខ្លាំងមែនទែនចឹងតែគាត់រៀង sad ហើយក៏វាថាបាក់ទឹកចិត្តខ្លាំងដែរចំពោះរឿងហ្នឹងដែលធ្វើឲ្យវាថាគាត់ចង់ឲ្យមានរឿង Thor មួយទៀតដែលអាចសរុបតួអង្គគាត់មួយហើយបើសិនជានិយាយពី head point ទី3ដែលគេអាចនឹងសម្រាប់តួនឹងឬមួយក៏គេអាចសេរីតួនឹងចោលដូចតួ Steve Rogers គឺតាក់ទងទៅនឹងផ្នែក emotional នៃរឿង MCU Avenger នឹងឯងដោយសារតែអីនឹងដឹងថាតួអង្គ Thor នេះគាត់គឺជាតួអង្គ original Avenger 6ទាំង6នាក់ដែលមកគិតមកដល់ពេលបច្ចុប្បន្នហ្នឹងគឺនៅសល់តែ Thor, Bruce Banner ហើយនិង Clint Barton ឬមួយក៏ Hawkeye តួអង្គពីរនោះវាអត់សូវជាមានលក្ខណៈថាកន្លែងចូលអារម្មណ៍អីច្រើនទេតែបើសិនយើងលើកឡើងពីតួអង្គ Thor នេះវិញគឺជាតួអង្គមួយដែលអាចឲ្យ fan សក់ទឹកភ្នែកបើសិនជាតួអង្គបាត់បង់ទៅធ្វើឲ្យរឿងនឹងវាកាន់តែតានតឹងមានសម្ពាធអីចឹងណាដូចជាការស្លាប់របស់ Black Widow នៅក្នុងរឿង Avengers Infinity War អញ្ចឹងគឺវាអាចជួយឲ្យរឿងហ្នឹងវាកាន់តែមានទម្ងន់ហើយមួយមែនទៀតដោយសារតែតួហ្នឹងគឺជាតួមួយដែលមានប្រវត្តិមានជីវិតដំណើរជីវិតគឺកំសត់
ខ្លាំងមែនទែនការបាត់បង់មនុស្សជុំវិញខ្លួនតាំងពីអាណាចក្រតាំងពីបងប្អូនប្រុសខ្លួនឯងម៉ែឪមិត្តភក្តិចិត្តដិតហាលើ offender នឹងមានបាត់បង់សង្សារទៀតវាតួអង្គហ្នឹងគឺវេទនាបើមិនជាគេសម្រាប់តួអង្គចោលមែនវាដឹងតែសែតខ្លាំងមែនទែនហ្មងហើយត្រៀមចិត្តទៅខ្ញុំមានអារម្មណ៍ថាតួអង្គហ្នឹងគឺដឹងថាចោលហើយដឹងថាទៅហើយមួយវិញទៀតគឺតួអង្គហ្នឹងនឹងជួបគ្នាជាមួយនឹង Loki ដែលយើងបានដឹងថាស្លាប់ទៅនៅក្នុង Infinity War ឥឡូវគេមកជួបគ្នាជាមួយនឹង Loki នៅក្នុង Avenger Doomsday អញ្ចឹងទៅវាអាចធ្វើឲ្យតំណែង Loki និង Thor ហ្នឹងវាមានអ្វីមួយដែលធ្វើឲ្យយើងរងចាំមើលដោយសារតែការបែកគ្នាជួបគ្នាវិញខ្ញុំគិតថា Thor នេះគឺអាចមានភាគរយច្រើនខ្លាំងមែនទែនដែលគេសម្លេះតួនឹងចោលហ្មងដោយសារតែ Marvel គេកំពុងតែសរេសរងតួអង្គចាស់ឬមួយក៏តួអង្គ Avenger ចេញដោយសារតែ MCU saga ថ្មីរបស់គេនឹងគេនិយាយអំពី X-Men ឬមួយក៏ Mutant តួអង្គចាស់គេអាចនឹងបើសរេបានគេសរេអញ្ចឹងណាអានឹងតាមខ្ញុំគិតប៉ុន្តែនេះគឺជាការសន្និដ្ឋានក៏ដូចជាការមើលតាមព័ត៌មានក៏ដូចជាតម្រុយមកកន្លងមកទេស្លាប់ឬមួយក៏អត់ស្លាប់ឬមួយក៏ទៅណាអត់ទៅគឺយើងមានតែចាំមើលក្នុងរឿងឬមួយក៏ចាំមើលព័ត៌មានបន្ទាប់ទៀតហើយអ្នកនរនេះគិតមិនដែរគិតថា Thor ហ្នឹងគឺគាត់អាចនឹងទៅមុខឬមួយក៏ថយក្រោយស្លាប់ឬមួយក៏អត់ក៏ភ្លេចជួយខមមិនផងហ្នឹងហើយមានតែប៉ុណ្្នឹងទេសន្តិភាព